សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនពីអ្វីដែលចាំបាច់បំផុតសម្រាប់អ្នក coder ដែលទើបតែចាប់ផ្ដើមនោះគឺ GitHub នៅក្នុងវីដេអូនេះយើងនឹងមកស្គាល់3ចំណុចសំខាន់ដែលទី1យល់ដឹងពី GitHub ទី2យើងបង្កើត account GitHub ទី3បង្ហោះ website ទៅលើ GitHub ដែលជា website static ចំពោះការ hosting ហ្នឹងយើង hosting បានប៉ុន្តែជាប់domain របស់ GitHubដោយសារតែយើងអត់ទាន់មាន domain ផ្ទាល់ខ្លួនបើសិនជាយើងចង់មាន domain ផ្ទាល់ខ្លួនតើយើងទិញអញ្ចឹងអត់មាន domain ទេតើកុំឲ្យខាត់ពេលយូរយើងទៅចាប់ផ្ដើមជាមួយគ្នាដំបូងស្អីគេគឺជា GitHub គឺជា platform online ដែលយើងអាចផ្ទុក project ឬក៏ source code របស់យើងបានហើយវាមានប្រយោជន៍ជាច្រើនដូចជាយើងអាចផ្ទុក project របស់យើងដោយ free យើងអាច backup ទិន្នន័យរបស់យើងដែលយើងបានទុកនៅលើ GitHub ហើយវាមាន version control ហើយអីដែលពិសេសយើងអាច hosting website នៅលើ GitHub បានផងដែរអូខេបន្ទាប់ពីយើងស្គាល់ GitHub ហើយឥឡូវយើងចូលមកបង្កើត account GitHub ម្ដងដំបូងយើងចូលទៅ website របស់ GitHub មកឥឡូវខ្ញុំចូលមកដល់ហើយអញ្ចឹងយើងចុច sign up វាមកបើអ្នកនាងចង់លឿនចុច sign up មួយ Google ក៏បានដែរតែអានេះខ្ញុំ sign up ជាមួយ email copy email មកចូលទៅ website យើងវិញដាក់ email ដាក់ password ហើយយើងដាក់ username ហើយយើងចុច create account តោះមកយើងចូលទៅ email របស់យើងយក code ដែល GitHub បានផ្ញើឲ្យយើងយកទៅ verify ឥឡូវយើង verify វាហើយយើងចុច create ហើយយើងចូលមកដល់ផ្ទាំង dashboard របស់ GitHub ហើយចឹងឥឡូវហ្នឹងយើងបានបង្កើត account GitHub បានជោគជ័យហើយចឹងយើងចូលទៅមួយ step ទៀតគឺរបៀប hosting website អូខេចូលមកដំបូងយើងចុច create repo នេះសិនមកបន្ទាប់ពីយើងចុច create ហើយយើងដាក់ឈ្មោះឥឡូវខ្ញុំសូមដាក់ឈ្មោះថា Codecraft Studio ជា channel របស់ខ្ញុំផ្ទាល់ហើយចូលមកដល់ក្រោមយើងបើក readme នេះមួយហើយយើងចុច create វាមកឥឡូវយើងបានបង្កើតវាជោគជ័យហើយចំពោះបន្ទាប់ខ្ញុំចូល add file ខ្ញុំចុចលើ add file ហើយចុច upload file បន្ទាប់មកយើងរក project របស់យើងមក project របស់ខ្ញុំឥឡូវខ្ញុំសូម add វាចូលហើយបន្ទាប់មកខ្ញុំចុច commit change អ្នកនេះអាចធ្វើតាមនឹងបានឥឡូវវាកំពុងតែ processing ឲ្យយើងហើយឥឡូវ file របស់យើងបាន add ជោគជ័យហើយអញ្ចឹងសំណួរសួរថាតើយើងយក link មកពីណាជាហ៊ានបន្ទាប់យើងចូលមក setting ហើយយើងរកយក page បន្ទាប់មកអា client price នេះយើងរក main ហើយយើងចុច save តទៅពី save ហើយយើងចុច refresh វារហូតដល់តែវាតម្លាក់ link ឲ្យយើងអូខេឥឡូវ link យើងទទួលបានហើយឥឡូវយើងចូលមក link ហ្នឹងយើងអត់មានតន់ឃើញ page របស់យើងអញ្ចឹងយើងបន្ថែមកតុយ index.html មកនេះឥឡូវ page របស់យើងបង្កើតបានជោគជ័យហើយយើងអាចយក link ហ្នឹងយកទៅឲ្យមិត្តភ័ក្តិរបស់យើងបានអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយរបៀបទិញ domain ទាំងអស់គ្នាបាយបាយ